ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីជាបន្តទៀតបាទតែនេះខ្ញុំមានវីដេអូមួយទៀតចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដំឡើង TubeBuddy ដំឡើង TubeBuddy ចូលទៅក្នុងaccount YouTube របស់យើងហើយក៏ចូលទៅក្នុងជ្រោមដែលយើងlog in account YouTube ឬក៏ channel YouTube របស់យើងណាបងប្អូនបាទឥឡូវដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងចូលទៅមេរៀននេះតែម្ដងបាទអញ្ចឹងមិនថាមិនយើងនិយាយពីការដំឡើងvidIQ បាទឥឡូវយើងបន្តទៅដំឡើង TubeBuddy បន្តទៀតគឺបងប្អូនទៅចូលទៅកន្លែង track 3ដូចមេរៀនមុនអញ្ចឹងបាទហើយចូលទៅយកចុចទៅលើពាក្យ extension ហើយចូលទៅលើពាក្យ manage extension បាទអញ្ចឹងពេលបងប្អូនចូលមកដល់កន្លែងនេះគឺសូមបងប្អូនចុចទៅលើពាក្យជ្រោម verb store បាទជ្រោម verb store ដូចថ្ងៃមុនអញ្ចឹងគឺអត់ខុសគ្នាប៉ុន្មានទេបាទបន្ទាប់មកគឺចូលទៅកាន់ប្រអប់ search នៅខាងលើគេហ្នឹងហើយបងប្អូនសរសេរពាក្យថា TubeBuddy បាទតើសរសេរពីពាក្យអញ្ចឹងគឺវាលោតមកនេះគេដាក់ TubeBuddy for YouTube extension ដល់ឥឡូវយើងចុចទៅលើពាក្យ TubeBuddy នេះតែម្ដងបាទអញ្ចឹងម្ដងឡើយនេះគឺយើងចុចទៅលើពាក្យថា add to Chrome បាទចុច add to Chrome មកបន្ទាប់មកយើងចុចពាក្យ add to Chrome នៅលើផ្ទាំងថ្មីនេះមួយទៀតបាទឥឡូវបងប្អូនចាំវាបន្តិចវាកំពុងតែដើរបងប្អូនទាំងអស់គ្នាបាទផលប្រយោជន៍របស់ TubeBuddy នេះគឺស្រៀងក្នុង vidIQ ដែរគឺបងប្អូនអាចប្រើកម្មវិធីនេះដើម្បីadd tag add tag ថ្មីឬក៏ add ពាក្យកន្លឹះថ្មីបាទឥឡូវយើងមកដល់កន្លែងនេះគឺវាឲ្យយើង log in Gmail បាទអញ្ចឹងយើង tick ខាងលើពីនេះមកហើយ continue with Google បាទតបមកគឺវាឲ្យយើង log in Gmail មានន័យថាបងប្អូន log នៅលើ mail ណាគឺចេញ YouTube មួយហ្នឹងបាទអញ្ចឹងយើងចុចទៅលើ mail ហ្នឹងតែម្ដងតបមកយើងចុចទៅលើពាក្យ continue បន្តទៀតបាទហើយបន្តមកនេះគឺវាបានចូលហើយបងប្អូនអរគ្នាបានចូលហើយហើយនោះ add channel យើងចុចទៅលើ add channel មកជួយតើវាទៅកន្លែងណាមួយបាទអញ្ចឹងយើងនៅតែយកខាងលើគេដដែលដោយសារតែខ្ញុំទៅបរិយាបងប្អូននៅ channel ហ្នឹងបាទ continue មួយទៀតបាទអញ្ចឹងបងប្អូនចាំបន្តិចមកវាកំពុងតែដើរបងប្អូនបាទកំពុងតែដើរហើយចឹងបងប្អូនចាំបន្តិចដោយសារអ៊ីនធឺណិតខ្ញុំរៀងខ្សោយផងដោយសារខ្ញុំប្រើអ៊ីនធឺណិត SIM បងប្អូនអ៊ីនធឺណិត SIM គឺខ្ញុំ share Wi-Fi ចេញពី SIM ចេញពីទូរស័ព្ទដៃរបស់ខ្ញុំតែម្ដងបាទអញ្ចឹងបងប្អូនចាំតិចមកវាកំពុងតែដើរបងប្អូនបាទ TubeBuddy ហើយនឹង vidIQ មុខងាររបស់វាគឺស្តៀងគ្នាទេបងប្អូនគឺវាដាក់បន្ទុកបន្ថែមទៅលើវីដេអូរបស់យើងគឺថាវីដេអូរបស់យើងមានបន្ទុកប្រហែលអញ្ចឹងណាហើយបន្ទាប់មកវាអាចផ្ដល់ឲ្យយើងនៅពាក្យកន្លឹះឬក៏ tag ថ្មីបាទឥឡូវប៉ុណ្ណឹងហើយយើងបិទខាងលើទៅគឺឥឡូវយើងបាន add ចូលហើយបាទឥឡូវយើង refresh មួយ refresh មើលតើបានចូលទៅកាន់នេះយើងហើយឬនៅបាទនៅខាងលើនេះនៅវានៅតែប្រាប់យើងថា sign in with TubeBuddy អញ្ចឹងយើងចុចថា sign in សារថ្មីបងប្អូនបាទចុច tick លេខ1តបមកយកពាក្យ sign in with YouTube បាទអញ្ចឹងបងប្អូនចាំតិចមកឥឡូវខ្ញុំចូលទៅយក sign in ទៅលើ email ខ្ញុំដដែលហ្នឹងគឺមានន័យថាបងប្អូន sign in លើ account ណាវា load ទៅ account ហ្នឹងអញ្ចឹងបងប្អូនsign in លើ Gmail ណាលើ channel ណាគឺវា load ទៅ channel ហ្នឹងបាទឥឡូវ continue បន្តទៀតបាទ TubeBuddy នេះវារៀងសាំញ៉ាំតិចវាជាទូទៅ vidIQ គឺស្រួលបងប្អូនតើ add ហើយ log in ទៅគឺជាប់ទៅហ្មង
ប៉ុន្តែធប់បាឌីពេលខ្លះយើងអេតតម្លើងចូលជ្រោមហើយវាអត់ជាប់ទេទោះបីយើង log in Gmail log អីអស់ហើយក៏នៅតែអត់ជាប់ដែរបាទយើងយូរទៅថ្ងៃណាមួយវាចង់ជាប់វាជាប់អញ្ចឹងទៅបាទអញ្ចឹងបងប្អូនចាំតិចដោយសារវាពងតដើអញ្ចឹងយើងរងចាំយ៉ាងតិចទៅបងប្អូនបាទឥឡូវចូលដល់នេះហើយយើងបិទមកវិញមកបាទយើង refresh មកតើវាចេញហើយនៅបាទខ្ញុំ refresh ទៅសិនវានៅតែចេញ sign in ហ្នឹងឥឡូវខ្ញុំបិទវាសិនហើយខ្ញុំបើកសារថ្មីបើក account ក្នុងសារថ្មីទៀតតើវាចេញអត់បាទឥឡូវខ្ញុំបើកហើយវានៅតែចេញពាក្យថា sign in with TubeBuddy អញ្ចឹងជាធម្មតាយើង sign in ពីដងមិនជាប់ TubeBuddy ហ្នឹងគឺពិបាក sign in តិចបងប្អូនវាដូចជាពិបាក sign in ជាង with IQ គឺស្រួលបាទឥឡូវយើងចូល continue បន្តទៀតបាទចាំតិចបងប្អូនបាទឥឡូវនេះต้องជាវាមកហើយនៅទេនេះបងប្អូនឃើញបន្ទាត់ក្រហមនេះជួយខ្ញុំ refresh មកទៀតមើល refresh ឲ្យចេញមើលបាទនេះបងប្អូននេះគឺ TubeBuddy ទេបងប្អូននេះចេញបន្ទាត់ក្រហមនេះហ្នឹងគឺជា TubeBuddy ហើយបាទអញ្ចឹងយើងចូលទៅក្នុង channel មើលចូលទៅក្នុង channel មើលតើវាចូលដល់ណាដែរនេះទី TubeBuddy បងប្អូនយើងចុចតាមវាប្រាប់យើងសិនណាបងប្អូនបាទចុចទៅដោយសារតែយើងទំសារទំអេតថ្មីឬក៏ទំតម្លើងថ្មីចឹងវាលោតច្រើនតិចបាទចូល dashboard មកបាទឥឡូវយើងអត់ទាន់ឃើញ TubeBuddy បងប្អូនឥឡូវចូលលើ content ចូល content មកនេះ TubeBuddy ទៅមកបងប្អូនយើងបិទវាសិនទៅឥឡូវថតយើងចង់ edit វីដេអូណាមួយតើ TubeBuddy វាចេញអត់បាទដល់មកហើយនេះTubeBuddy អត់ទាន់ចេញទេបងប្អូនហ្នឹងដូចខ្ញុំនិយាយអញ្ចឹង TubeBuddy យើងពេលខ្លះវាចេញពេលខ្លះវាអត់ចេញទូទៅបើសិនជាវាចូលហើយវាចេញនៅកន្លែងហ្នឹងបងប្អូនប៉ុន្តែវាអត់បង្ហាញនៅក្នុង channel យើងនៅក្នុង YCCU ទេវាបង្ហាញនៅក្នុង YouTube ធម្មតានេះហ្នឹងវា TubeBuddy បងប្អូនបាទអញ្ចឹងការតម្លើង TubeBuddy នៅទៅក្នុង Chrome គឺមានតែប៉ុណ្ណឹងបងប្អូនអរគ្នា